ចប់បេសកកម្មលើអន្តរជាតិដេតសេរីនៀតប្រកាសប្រមូលមូលនិធិជួយកងទ័ពនិងជនភៀសសឹកចប់បេសកកម្មនៅលើឆាកអន្តរជាតិភ្លាមដេតសេរីនៀតមិនបងអង្គយូបានប្រកាសស្វែងរកជំនួយជួយដល់កងទ័ពជួរមុខនិងជនភៀសសឹកដែលទទួលរងនឹងការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជាដេតសេរីនៀតបានរៀបរាប់ថាមូលនិធិខ្មែររួបរวมសាមគ្គីនាងខ្ញុំនឹងធ្វើការប្រមូលមូលនិធិដើម្បីទិញជាស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជូនដល់វីរៈកងទ័ពជួរមុខនិងបងប្អូនដែលបានភៀសសឹកមកតាមតំបន់នីមួយៗក្រោយពីទទួលបានជំនួយពីសប្បុរសជននានាដេតសេរីនៀតត្រៀមនឹងយកជំនួយទាំងនោះទៅជួយដល់កងទ័ពនិងបងប្អូនភៀសសឹកដែលកំពុងរស់នៅភៀសខ្លួននៅតាមតំបន់សុវត្ថិភាពគួររំលឹកផងដែរថាដេតសេរីនៀតបានតំណាងកម្ពុជាទៅចូលរួមការប្រកួត Miss Cham នៅលើទឹកដីប្រទេសវៀតណាមដោយក្នុងឆ្នាំនេះនាងបាននាំយកកម្ពុជាទៅកាន់ថប់ជ្រៅគឺថប់20ដែលធ្វើឲ្យកម្ពុជាមានមុខមាត់នៅលើឆាកអន្តរជាតិដេតសេរីនៀតថែមទាំងបាននិយាយថាអ្វីត្បិតតែនាងមិនបានឈានទៅដល់ថប់10ប៉ុន្តែនាងក៏បានបើកទ្វារសម្រាប់កម្ពុជាចូលទៅដល់ថប់20និងបានពានរង្វាន់ Miss Cham Social Media 2025ផងដែរនាងសន្យាថានឹងបន្តភារកិច្ចជា Miss Cham Cambodia ឲ្យមានតម្លៃជាពិសេសគឺនាងនឹងប្រឹងប្រែងបំពេញការងារខាងផ្នែកសប្បុរសធម៌និងផ្សព្វផ្សាយវប្បធម៌អរិយធម៌កម្ពុជា